សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែកម្លែកបទពិសោធន៍មួយចំនួនដល់បងប្អូនអ្នកខ្លះគាត់ឃើញខ្ញុំដើរប្រជាយន្តហោះគាត់គិតថាខ្ញុំជាមនុស្សអត់ប្រយោជន៍ទៅនៃច្រើនបងប្អូនទាំងអស់គ្នាហើយគាត់ឃើញមុខរបរខ្ញុំជាអ្នកផលិតយន្តហោះរបស់លេងនេះគាត់គិតថាអត់មានចំណេញអីដល់សង្គមតែក៏អត់ដឹងថាដើម្បីឲ្យផលិតផលមួយមានវត្តមាននៅលើទីផ្សារគឺទាមទារឲ្យយើងមានការខិតខំប្រឹងប្រែងច្រើនមែនតើហើយនៅក្នុងការធ្វើផលិតផលនេះវាមានឧបសគ្គច្រើនមែនតើបងប្អូនទាំងគ្នាទី1ពាក់ព័ន្ធនឹងចំណេះដឹងទី2ពាក់ព័ន្ធទៅនឹងដើមទុនដែលយើងចាប់ផ្ដើមគឺចាប់ផ្ដើមពីបាតដៃទៅទេហើយទី3ពាក់ព័ន្ធទៅនឹងកត្តាទីផ្សារដែរពីព្រោះអីផលិតផលនេះអត់ទាន់ជាពេញនិយមច្រើននៅក្នុងប្រទេសយើងទេបើសិនបើយើងមើលតែនឹងភ្នែកយើងគិតថាស្រួលទេក៏ប៉ុន្តែបើសិនបើយើងទិញមួយទៅយើងយកទៅមើលហើយយើងយកទៅសិក្សាទៅយើងនឹងមានចំណុចច្រើនដែលអាចរៀនសូត្រពីផលិតផលនឹងបានតួយ៉ាងដូចជាបងប្អូនខ្លះគាត់ឆ្ងល់ថាហេតុអីបានយន្តហោះធំប៉ុណ្ណឹងហើយម៉ូទ័រវាទូចតែមួយដង្ហើមវាទូចតែមួយអាចឲ្យយន្តហោះនឹងហោះបានហើយហេតុអីបានមិនដាក់ដង្ហើមវានៅខាងមុខហេតុអីបានដាក់នៅខាងក្រោយស្លាបហើយមានអតិថិជនខ្លះគាត់ទិញទៅគាត់ឆ្ងល់ថាហេតុអីបានពេលដោតថ្មទៅភ្លើងវាភ្លឺតែម្ដងអត់មានកុងតាក់សម្រាប់ឲ្យយើងបិទភ្លើងហើយមានអតិថិជនខ្លះគាត់ក៏ឆ្ងល់ដែរថាមិនបានជាយើងមិនដាក់បំពង់ម៉ាស៊ីនដូចជាយន្តហោះមែនតែម្ដងទៅបានដើម្បីឲ្យមើលទៅឃើញថាស្អាតតាមរយៈផលិតផលរបស់លេងនេះឯងបងប្អូនទាំងគ្នាដែលបង្រៀននៅខ្ញុំទៅមានលំនាំបង្កើតផលិតផលផ្សេងទៀតការធ្វើឲ្យផលិតផលណាមួយមានវត្តមាននៅលើទីផ្សារវាខុសពីការដែលយើងចេះបង្កើតផលិតផលអ្នកខ្លះគាត់ចេះបង្កើតផលិតផលតែគាត់លក់អត់ដាច់ចឹងទាំងពីរហ្នឹងគឺខ្វះគ្នាអត់បានទេបងប្អូននៅក្នុងវីដេអូក្រោយខ្ញុំនឹងចែកម្លែកអំពីបញ្ហារបស់ផលិតផលនៅក្នុងទីផ្សារ